រៀងសួរពុកម៉ែបងប្អូនទាំងគ្នានេះគឺជាម្ហូប3 in 1ដែរវីដេអូនេះគឺខ្ញុំធ្វើម្ហូបពីរមុខនៅក្នុងវីដេអូតែមួយហើយចំណុចដែលខ្ញុំនាំម្ហូបពីរមុខគឺឆានំបុកត្រីចង្កាក់ជាមួយនឹងកសាំងបងប្អូនតើយើងខ្លាចលេងខ្ទឹមអានេះយើងធ្វើឆានំឈុំណាហើយតាមដានទៅទាំងទេសនាមួយដល់គ្នាលេងខ្ទឹមហើយជាមួយនឹងហើយបន្តមកទៀតយើងក៏កំពុងដាក់ចំនួន2គ្រាប់ឬ3គ្រាប់តាមចំណង់ចំណូលចិត្តបន្ទាប់ពីយើងកំពុងដាក់ហើយយើងចាប់ផ្ដើមកូរវាជាមួយនឹងខ្ទឹមដែលយើងលេងឲ្យវាឈ្ងុយហ្នឹងណាកូរវាចឹងទៅក្នុងវីដេអូចឹងកូរវាចូលគ្នាតែពេលដែលយើងកូរយើងទៅបំពេញបាច់ចូលគ្នាឡើងឈ្ងុយតែម្ដងហ្នឹងហើយបញ្ជាក់ផងដែរវីដេអូថ្ងៃនេះ3 in 1គឺមានន័យថាម្ហូប2នៅក្នុងវីដេអូតែមួយហើយមុខម្ហូបទី1របស់យើងគឺឆាដូងជាមួយនឹងទំពាអាដូងរបស់យើងគឺដាំនៅខ្លួនឯងបងប្អូនខ្ញុំមានរងបន្លែរបស់ខ្ញុំហ្នឹងហើយយើងកូរវាឲ្យស្ងួតបន្តិចដាក់វាចោលមកទុះហើយយើងទៅមើលចង់ធ្វើដាក់អីទៀតយើងដាក់ប៊ីចេងកន្លះស្លាបព្រាបងប្អូនប៊ីចេងអត់ប្រើច្រើនទេហ្នឹងមុខហូបនេះហើយបន្តមកស្ករសបន្តិចបាទហើយបន្តមកទៀតគឺទឹកត្រីនេះគឺជាផលិតផលរបស់ខ្មែរយើងអាចប្រើរបស់ប្រទេសជិតខាងទេយើងប្រើរបស់ខ្មែរគ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីបង្កើតប្រាក់ចំណូលដល់ពលករក៏ដូចជាផលិតផលយើងលើកកម្ពស់ផលិតផលយើងបន្ទាប់ពីយើងដាក់គ្រឿងមិញហើយដាក់អាដូងដែលយើងចិតជាកង់បងប្អូនចិតឲ្យវាស្អាតលាងទឹកឲ្យស្អាតយើងចិតអញ្ចឹងមកយើងដាក់ចូលទៅហើយមុខម្ហូបនេះងាយស្រួលធ្វើខ្លាំងមែនតើបងប្អូនមានតែប៉ុណ្្នឹងទេយើងទុកឲ្យវារៀងស្ទាប់ចឹងទៅគឺថាវាគោកទឹកពេកយើងថែមជាមួយនឹងទឹកសុទ្ធបន្តិចទៅបងប្អូនឲ្យវាមានទឹកភក់ហើយទឹកសុទ្ធនេះផងដែរយើងប្រើផលិតផលក្នុងស្រុកទៀតយើងអត់ប្រើផលិតផលប្រទេសជិតខាងជាងទេហ្នឹងហើយមិនរើសអើងទេប៉ុន្តែចង់លើកស្ទួយផលិតផលក្នុងស្រុកចង់ឲ្យបងប្អូនគ្រប់គ្រងអ្វីក៏ដោយដែលជាផលិតផលរបស់ខ្មែរយើងគ្រប់មុខទាំងអស់តែម្ដងបងប្អូនកុំតិចបែបអ្នកនេះបែបអ្នកនោះអញ្ចឹងណាផលិតផលបែបនេះបែបនោះយើងមាន unique របស់យើងផលិតផលរបស់យើងជួយគ្រប់គ្រងទាំងអស់គ្នាទោះខ្ញុំធ្វើម្ហូបក៏ខ្ញុំគ្រប់គ្រងផលិតផលខ្មែរដែរស្អីក៏ដោយទៅជារបស់ខ្មែរបានមុខម្ហូបរបស់យើងច្រើនណាស់ឥឡូវតែនិយាយវិញឆ្ងាយពុះគុកចឹងយើងអូខេយើងអាចលើកដាក់ចានបានហើយថែមជាមួយនឹងខ្ទឹមស្លឹកខ្ទឹមបងប្អូនហ្នឹងហើយលើកដាក់ចានហើយបន្តទៀតយើងដល់ម្ហូបទី2គឺត្រីចង្កាក់បុកជាមួយនឹងក្រសាំងបាទម្ហូបទី2របស់យើងគឺត្រីចង្កាក់ជាមួយនឹងសាំងខ្មែរឆ្កឹះសាំងចូលនៅក្នុងគ្រឿងរបស់យើងមានម្ទេសហើយនឹងខ្ទឹមសយើងដំវាម៉ត់បុកជាមួយនឹងកសាំងម្ទេសហើយនឹងសាច់ត្រីចង្កាក់នឹងបេះខ្មៅចេញទៅយកតែសាច់វាសបានហើយឆ្កឹះម្ដងមួយអញ្ចឹងទៅបងប្អូនហើយពេលដែលយើងឆ្កឹះហើយចាំបុកចូលគ្នាហើយពេលបុកឲ្យម៉ត់ចឹងទៅយើងចង់បង់ស្ករអំបិលប៊ីចេងហើយចាំបុកក៏បានឬមួយក៏ពេលបុកនឹងចាំបង់តាមក្រូចក៏បានដែរយើងឆ្កឹះចឹងអ្នកខ្លះគាត់បង់ពេលដែលយើងឆ្កឹះចឹងបុកចូលតែម្ដងអ្នកខ្លះបុកឲ្យម៉ត់ហើយបានដាក់ស្ករអំបិលប៊ីចេងចូលបាននេះខ្ញុំចាំបានបុកទៅរៀងបន្តមកចឹងពេលបុកយូរទៅបានម៉ត់បងប្អូនយើងបុកតិចខ្លាចវាកំពុកម្ហូបនេះគឺងាយស្រួលធ្វើបំផុត
ឆ្ងាញ់បំផុតយើងមានទូវាចឹងទៅផ្ទាល់មួយនេះសម្រាប់ខ្ញុំធ្វើឲ្យបានខ្ញុំដាក់ស្ករអំបិលប៊ីចេងតាមក្រោយបងវាចូលចឹងមកត្រឡប់ទៅបុកជាមួយនឹងគ្រឿងរបស់យើងគ្រឿងរបស់ខ្ញុំបានបងចូលចិត្តម្ទេសហោះដាក់បែបហោះហ្នឹងទៅចូលចិត្តម្ទេសតិចដាក់បែបតិចហ្នឹងទៅវាខ្ញុំអត់ចង់លើកចេញបានវាមកហើយពេលដែលវាបានមកហើយយើងចុកវាដាក់ក្នុងចានបងប្អូនបានធ្វើជ្រុញហ្នឹង